ួស្ដីលោកអ្នកស្ដាប់ជាទីមេត្រីនៅសប្តាហ៍នេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ប្រវត្តិសាស្ត្រខ្មែរក្នុងរាជ្យព្រះរាមាធិបតីពញានូនិងព្រះបទុមរាជាអង្គនុនរាជព្រះរាមាធិបតីពញានូឆ្នាំ1635ដល់ឆ្នាំ1639ក្រោយពីទ័ពរបស់មហាឧបយោរាជព្រះឧទ័យបានធ្វើគុតព្រះរាជសម្ភារពញាតោហើយព្រះឧទ័យនិងនាម៉ឺនសពមុខមន្ត្រីក៏ថ្វាយរាជសម្បត្តិទៅឲ្យព្រះអនុជរបស់ព្រះរាជសម្ភារព្រះនាមពញានូឲ្យឡើងសោយរាជស្នងព្រះជេដ្ឋានៅក្នុងរាជធានីឧដុង្គមានជ័យដោយមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះរាជាអង្គការព្រះរាជារាមាធិបតីនៅក្នុងរាជព្រះរាជារាមាធិបតីពញានូនេះនៅឆ្នាំ1638មានការបះបោរមួយយ៉ាងធំដែលដឹកនាំដោយអ្នកសិល2នាក់ឈ្មោះពេជ្រនិងរតនៅភូមិរលាំងគ្រើលដែលបានប្រកាសខ្លួនជាស្ដេចបល្ល័ង្កពេជ្រនិងបល្ល័ង្ករតពីដំបូងចលនាបះបោរនេះបានទទួលជោគជ័យដ៏ធំធេងលើកម្លាំងទ័ពព្រះរាជាតែទីបំផុតអ្នកសិលទាំង2នាក់ត្រូវចាប់ខ្លួនបានហើយត្រូវទទួលទោសប្រហារជីវិតបង់ឯកសារខ្លះថាអ្នកដឹកនាំចលនាបះបោរនោះជាជនជាតិឥណ្ឌាទៅវិញមួយចំណែកទៀតឯកសារខ្លះទៀតបានរៀបរាប់ថានៅខាងដើមរាជរបស់ព្រះអង្គឆ្នាំ1635ពួកហូឡង់បានចាប់យកសំពៅរបស់ខ្មែរដែលផ្ទុកពេញដោយទំនិញក្នុងដែនទឹកម៉ាកាសាព្រះរាមាធិបតីពញានូទ្រង់បានតវ៉ាហើយពួកហូឡង់ក៏បានដោះលែងសំពៅនោះមកវិញនៅឆ្នាំបន្ទាប់មកកប៉ាល់ហូឡង់2គ្រឿងមកពីក្រុងប៉ាតាវីយ៉ាគឺក្រុងយ៉ាកាតាសប្តាហ៍ថ្ងៃបាននាំសម្បត្តិពីលោកទេសាភិបាលស្នើលក់កាំភ្លើងធំឲ្យខ្មែរកប៉ាល់មួយគ្រឿងបានត្រូវគ្រឿងជាប់នៅលើខ្សាច់ត្រង់មាត់ពាមទន្លេមេគង្គព្រះរាជាទ្រង់បញ្ជាឲ្យរឹបអូសយកកាំភ្លើងធំ30ដើមនិងស្ពាន់500ហាបពីកប៉ាល់នោះឆ្នាំ1637លោកទេសាភិបាលហូឡង់បានបញ្ជូនឈ្មួញឈ្មោះ Hendrik Hagenha ជាមួយកប៉ាល់4គ្រឿងទៀតមកក្នុងឋានៈជាទូតដើម្បីផ្សះផ្សាវិវាទខាងលើនេះទៀតផងចំណែកខាងព្រះរាជពង្សាវតារមហាបុរសខ្មែរបានបញ្ជាក់ថាឆ្នាំ1638ព្រះរាមាធិបតីពញានូបានទ្រង់ទាមទារយកដីកំពង់ក្របីព្រៃនគរដែលព្រះចៅអាណាមក្រុងវេបានខ្ចីដើម្បីបង្ហាត់ទ័ពក្នុងរយៈពេល5ឆ្នាំនោះមកវិញប៉ុន្តែត្រូវព្រះអង្គចៅក្សត្រីបុត្រីស្ដេចយួនជាអតីតអគ្គមហេសីព្រះជ័យជេស្តាដែលពេលនោះបានឡើងងារជាព្រះទាវធីតាមហារាជិនីយកលេសថាសង្គ្រាមរវាងចិននិងយួនមិនទាន់ចប់សូមអង្វរខ្ចីដីបន្តទៅមុខមួយរយៈទៀតសិនព្រះរាមាធិបតីពញានូសោយរាជដល់ឆ្នាំ1639ក៏ទ្រង់ប្រឈួនជាទម្ងន់ហើយទ្រង់សុគតក្នុងរាជធានីឧដុង្គក្នុងឆ្នាំនោះទៅឯអធិធិធរបស់ព្រះអង្គត្រូវគេយកទៅបញ្ចុះក្នុងព្រះចេតិយត្រៃត្រឹងលើភ្នំព្រះរាជទ្រព្យគឺភ្នំឧដុង្គសពថ្ងៃនេះដែររាជព្រះបទុមរាជាអង្គនុនឬព្រះអង្គនុនទី1ឆ្នាំ1639ដល់ឆ្នាំ1641ក្រោយពីព្រះរាមាធិបតីពញានូជាអនុជបង្កើតរបស់ព្រះរាជសម្ភារប្រឈួនហើយសុគតទៅព្រះឧទ័យជាមាព្រមទាំងនាម៉ឺនសពមុខមន្ត្រីក៏លើកព្រះអង្គនុនដែលជាព្រះរាជបុត្រច្បងរបស់ព្រះឧទ័យមហាឧបយោរាជឲ្យឡើងសោយរាជស្នងព្រះជេដ្ឋាអាយកោមួយបងជីដូនមួយនៅរាជធានីឧដុង្គមានជ័យដោយមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះរាជាអង្គការព្រះបទុមបរមរាជាធិបតីដែលប្រវត្តិវិទូខ្លះនិយមហៅថាអង្គនុនទី1ព្រះបទុមរាជាអង្គនុននេះទ្រង់លើកក្សត្រីទេពបញ្ជរជាព្រះរាជបុត្រីព្រះជ័យជេស្តាឬជ័យជេដ្ឋាទី2ដែលត្រូវជាអនុជរួមបិតានិងព្រះរាជសម្ភារព្រមទាំងព្រះអង្គនូនិងព្រះអង្គច័ន្ទជាអគ្គមហេសីដោយថ្វាយព្រះនាមជាព្រះវីរក្សត្រីស្រីចក្រពតរាជហើយទ្រង់មានបុត្រមួយព្រះអង្គព្រះនាមជ័យជេតប៉ុន្តែព្រះបទុមរាជាព្រះអង្គនុនបុត្ររបស់ព្រះឧទ័យមហាឧបយោរាជនេះសោយរាជមិនបានយូរប៉ុន្មានឡើយព្រោះព្រះពញាច័ន្ទដែលជាប្អូនបង្កើតរបស់ព្រះរាជសម្ភារពញាតោនិងព្រះរាមាធិបតីពញានូនោះទ្រង់អាក់អន់ព្រះទ័យហើយនឹកគិតថារាជសម្បត្តិនេះត្រូវតែបានមកព្រះអង្គដែលជាក្រសែខាងក្សត្រសោយរាជមិនត្រូវបានទៅព្រះអង្គនុនជាខ្សែឧបយោរាជឡើយគិតដូច្នោះហើយ
ចៅពញាច័ន្ទក៏បញ្ចុះបញ្ចូលមេទ័ពជំនិតរបស់ព្រះអង្គ4នាក់ដែលសុទ្ធតែធ្លាប់មានថ្វីដៃក្នុងសង្គ្រាមបង្ក្រាបអ្នកសិលបលាំងពេជ្របលាំងរតពីរាជមុននោះឲ្យចែកផ្លូវគ្នានាំសេនាទាហានចូលវាយលុកទាំងព្រះមហាឧបចៅរាជព្រះអូទ័យនិងព្រះបទុមរាជាអង្គនុនជាស្ដេចសោយរាជក្នុងអត្រាស្ងាត់ព្រមគ្នាទីបំផុតចៅពញាច័ន្ទក៏ធ្វើគុតព្រះអូទ័យជាមានិងព្រះបរមរាជាអង្គនុនបានតាមបំណងមែនព្រះអធិធិធរបស់ក្សត្រទាំងពីរគឺព្រះអូទ័យនិងព្រះបទុមរាជាអង្គនុននេះក្រោយមកត្រូវគេបញ្ចុះនៅចេតិយទន្ទឹមលើភ្នំព្រះរាជទ្រព្យគឺភ្នំឧដុង្គនោះដែរចំណែកខាងព្រះរាជបុត្រា3ព្រះអង្គទៀតរបស់ព្រះមហាឧបយរាជអូទ័យនោះគឺព្រះអង្គអឹមបានរត់ទៅជ្រកជាមួយព្រះមាតាព្រះអង្គច័ន្ទដែលបានធ្វើគុតព្រះបិតារបស់ខ្លួនឯព្រះពញាសូរនិងពញាតន់ទ្រង់យាងដោះព្រះអង្គទៅពួនជាមួយព្រះទាវធីតាមហារាជនីអង្គជើព្រះបទុមរាជាអង្គនុននេះទ្រង់សោយរាជពីឆ្នាំ1639ហើយទ្រង់សោយទីវង្គតនៅឆ្នាំ1641នៃគ្រិស្តសករាជនៅរាជធានីឧដុង្គមានជ័យលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីព្រះបាទរាមាធិបតីពញានូនិងព្រះបទុមរាជាអង្គនុននៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់ប្រវត្តិសាស្ត្រខ្មែរក្នុងរាជ្យព្រះរាមាធិបតីអង្គច័ន្ទអ៊ីប្រាហ៊ីម